សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបធ្វើនំបាញ់ត្រាំងអាំងវាមានរសជាតិឆ្ងាញ់ហើយស្រួយស្វិតឆ្ងាញ់ខ្លាំងមែនទែនអ្នកវាស្វិតឥឡូវចង់ខ្ញុំបរៀនអ្នកទាំងអស់គ្នាពីរបៀបធ្វើហើយវិធីធ្វើរបស់វាគឺពិតជាមានវិធីងាយស្រួលខ្លាំងមែនទែនដំបូងគឺយើងត្រូវមានម៉ាយ៉ូណេសនេះគឺជាម៉ាយ៉ូណេសដែលខ្ញុំប្រើសម្រាប់ធ្វើបាញ់ត្រាំងអាំងហើយអ្នកនរគ្នាអាចរកទិញវាបាននៅតាមផ្សារតម្លៃវាមិនថ្លៃទេ10000ជាងអីហ្នឹងយើងដួសវាដាក់កូនចានមួយមកដួសតាមចំណង់ចំណូលចិត្តអ្នកនរគ្នាមកធ្វើច្រើនឬក៏តិចអ្នកនរគ្នាអាចធ្វើលក់បានណាដួសវាដាក់កូនចានហើយមកខ្ញុំដាក់ប៉ុណ្ណឹងព្រោះខ្ញុំញ៉ាំអត់ច្រើនខ្ញុំធ្វើមកបន្តិចញ៉ាំជុំគ្រួសារអញ្ចឹងណាហើយមកយើងដាក់ស្ករសចូលខ្ញុំដាក់ស្ករសតាមចំណង់ចំណូលចិត្តដូចគ្នាមិនផ្អែមពេកក៏មិនឲ្យសាពេកដែរហើយបងអ្នកនរគ្នាអាចដាក់អំបិលមកបន្តិចទៅក៏បានដែរតែផឹកខ្ញុំអត់ដាក់ខ្ញុំដាក់ក្រូចឆ្មាមួយចំណិតដើម្បីឲ្យវាមានភាពជូរតិចតិចអញ្ចឹងណាដោយសារម៉ាយ៉ូណេសនេះវាអត់សូវមានភាពជូរទេអញ្ចឹងខ្ញុំដាក់កូនឆ្មាមកបន្តិចទៅកូរវាឲ្យសព្វកូរវាតខ្លះជាបែបនេះមកយើងអាចប្រើការបានហើយឥឡូវយើងចូលដល់វគ្គធ្វើពងទាខ្ញុំដាក់ពងទាមួយគ្រាប់ហើយកូរវាអត់ដាក់គ្រឿងអីទាំងអស់គឺយើងប្រើតែពងទាទេយើងកូរឲ្យវាសព្វហ្នឹងមកហើយមកបានយើងដាក់ខ្ទះបើគេឲ្យក្តៅខ្ទះហ្នឹងបើគេឲ្យក្តៅមកហើយសម្រាប់បាញ់ត្រាំងខ្ញុំប្រើបាញ់ត្រាំងនេះគឺជាបាញ់ត្រាំងខ្ញុំប្រើហើយយើងដាក់បាញ់ត្រាំងមួយមកដាក់នៅលើខ្ទះហ្នឹងមកពេលក្តៅយើងដាក់ពងទាចូលនេះពងទាដាក់ហើយកូរលឿននឹងឲ្យវាសព្វចឹងណាតើសព្វបានឆ្ងាញ់អ្នកនរគ្នាយើងកូរវាតើតាពងទានឹងឡើងឆ្អិនដែរបានយើងអាចលាបម៉ាយ៉ូណេសបានហើយវាឆ្ងាញ់ស្វិតនេះវាឡើងសចឹងណាអ្នកនរគ្នាដាក់ពងទាកាន់តែច្រើនកាន់តែឆ្ងាញ់ពងមាន់ក៏បានដែរបើអ្នកនរគ្នាមានតែសម្រាប់ខ្ញុំប្រើពងទាចំនួនពងមាន់ដោយសារបាក់រត់ទិញតមកយើងលាបទឹកម៉ាយ៉ូណេសពីលើអ្នកទាំងអស់គ្នាដាក់ច្រើននិងតិចតាមចំណង់ចំណូលចិត្តដោយសារអានេះវាអត់មានរសជាតិអីទេវាមានរសជាតិចេញពីម៉ាយ៉ូណេសនឹងឯងប៉ុណ្ណឹងមកបើអ្នកនរគ្នាមានផាត់អាចដាក់ផាត់ក្តាមអីចឹងរួចពីលើហ្នឹងសាច់ផាត់ពោតអីចឹងធ្វើញ៉ាំលេងក៏បានធ្វើលក់ក៏បានពិតជាងាយស្រួលខ្លាំងមែនតើនេះដោយសារវាស្អិតជាប់ខ្ទះតែអីហីពេលវាក្តៅតិចទៀតទៅវាបកស្រួលឃើញអត់អ្នកគ្នាបកស្រួលហើយខ្ញុំចូលចិត្តធ្វើញ៉ាំលេងដោយសារវាស្រួលធ្វើខ្លាំងមែនតើខ្ញុំបត់វាចឹងមកហើយបងនិយាយពីរសជាតិអ្នកនរគ្នាដូចនំរ៉ូទីស្វិតជៀនវាឲ្យឡើងចឹងមកឲ្យវាឡើងក្រហមណានេះអ្នកនរគ្នាអាចមើលបានពេលវាក្រហមដូចពងទាចៀនអញ្ចឹងគឺប៉ុណ្ណឹងគឺយើងអាចញ៉ាំបានហើយក្រហមប៉ុណ្ណឹងហើយយើងដួសដាក់ចានមក
ពេលហ្នឹងវាឡើងប៉ោងមកសាច់នំហ្នឹងអ្នកនរគ្នាតើនឹងខ្លាំងមែនតើគួរឲ្យចង់ញ៉ាំនេះអ្នកនរគ្នាតើនឹងខ្លាំងមែនតើវាស្រួយច្បាច់មកលឺឡើងប្រេះតើនឹងខ្លាំងវាស្វិតតែឆ្ងាញ់ហើយធំក្លិនម៉ាយ៉ូណេសហើយរសជាតិជូរអែមឆ្ងាញ់ល្មមអត់ប្រៃអត់ផ្អែមពេក